តើបងប្អូនធ្វើម្ហូបបាយថ្ងៃត្រង់អស់គ្នាបងប្អូនបាទថ្ងៃនេះពិសេសស្ងោរព្រិចបងប្អូនស្ងោរព្រិចជាមួយនឹងសាច់ជ្រូកច្រាំបន្តិចទៅដាក់ព្រិចមកស្ងោរព្រិចនឹងអត់មានអីពិបាកអីបន្តិចមកបងប្អូនក៏ដាំទឹកដាក់ច្រាំខ្ទឹមសដាក់មកដាំទឹកឲ្យពុះមកដាក់តែអំបិលបន្តិចហើយនឹងប៊ីចេងបន្តិចមកដាក់ស្លឹកព្រិចទៅហើយដាក់សាច់ជ្រូកច្រាំឲ្យវាឆ្អិនហើយឲ្យពុះហើយយើងដាក់ព្រិចចូលមកជាតិហើយបងប្អូនណាបន្លែធម្មជាតិជាតិខ្លាំងណានេះស្ងោរយើងដាក់ដាំទឹកពុះហើយយើងដាក់អំបិលស្ករអំបិលប៊ីចេងស្ករយើងអត់ប្រើបងប្អូនយើងកាត់ព្យាយាមកាត់បន្ថយការប្រើប្រាស់ស្ករដោយសារព្រឹកមិញប្រពន្ធចាប់ជួសឈាមមើលទៅឡើង300ជាងទៀតហើយជាតិស្ករឥឡូវចាប់ប្រើស្ករឲ្យហូបបន្លែបានច្រើនបងប្អូនហាត់ប្រាណងាយឡើងហាត់ប្រាណទៅមានតែហាត់ប្រាណទេដែលអាចជួយកាត់បន្ថយជាតិស្ករបានបងប្អូនហ្នឹងហើយឥឡូវពុះហើយនេះបងប្អូនយើងដាក់សាច់ចូលពុះហើយយើងដាក់ប្រាច់ចូលទៅប៉ុណ្ណឹងប្រាច់អត់មានអីយូរទេដាក់តែសគាត់ឲ្យចូលតែទឹកឲ្យសប់ទៅវាឆ្អិនហើយវាអត់យូរទេប្រាច់ព្រោះវាសិតតែជាស្លឹកធម្មជាតិបន្លែស្លឹកតែបើពីដើមយើងស្ងោរប្រាច់យើងបានដាក់សាច់ជ្រូកច្រាំដាក់អីទេបងប្អូនស្ងោរដាក់តែអំបិលប៊ីចេងហត់ទឹកបែកញើសខ្ចាយយើងឆ្អិនហើយបងប្អូនបាទឆ្អិនហើយយើងដាក់តែដើមខ្ទឹមបន្តិចទៅហើយបងប្អូនបាទនេះដើមខ្ទឹមយើងដាក់ទៅដាក់ចាក់ចូលទៅហើយឆ្អិនហើយបងប្អូនបាទប៉ុណ្្នឹងហើយហេតុអីបានខ្ញុំធ្វើខ្ញុំឥឡូវស្ងោរប្រាច់ប្រមុខហ្នឹងមុខម្ហូបប្រមុខហ្នឹងខ្ញុំនេះថ្ងៃហ្នឹងមានស្ងោរប្រាច់ហើយនឹងសាច់ជ្រូកចៀនបងប្អូនសាច់ជ្រូក3ជាន់យើងប្រឡាក់ខ្លួនឯងហើយយើងចៀនវាទៅឲ្យក្មេងៗព្រោះក្មេងៗអត់ចេះហូបស្ងោរប្រាច់ដូចយើងឥឡូវស្ងោរឆ្អិនហើយយើងចាប់ផ្ដើមដួសបាយមកញ៉ាំហើយបងប្អូនបាទញ៉ាំបាយជាមួយនឹងស្ងោរប្រាច់មានស្ងោរប្រាច់មានម្ហូបច្រើនមុខមានស្ងោរប្រាច់សាច់ជ្រូកចៀនមានប្រហុកចិញ្ច្រាំយើងលីងវាបងប្អូនប្រហុកចិញ្ច្រាំស្ងោរប្រាច់សាច់ជ្រូកចៀនមាន3 4មុខណាឥឡូវដាក់ស្ងោរប្រាច់ជាតិខ្លាំងណាស់បងប្អូនណាមុខម្ហូបឥឡូវនេះប្រពន្ធខ្ញុំក៏ដាក់បន្លែមកបន្លែសម្រាប់ផ្ទាប់ជាមួយនឹងប្រហុកចិញ្ច្រាំបងប្អូនប្រហុកចិញ្ច្រាំកសាំងណាប្រហុកចិញ្ច្រាំកសាំងយើងធ្វើតាំងពីម្សិលមិញប្រហុកហ្នឹងប៉ុន្តែវាហូបអត់អស់នៅសល់អញ្ចឹងយើងហូបទៀតកុំឲ្យសល់ខាហ្នឹងឥឡូវដាក់ប្រើជាមួយនឹងសាច់ជ្រូកចៀនហើយនឹងស្ងោរប្រាច់ហ្នឹងបាទបងប្អូនរសជាតិឆ្ងាញ់ណាស់បងប្អូនរសជាតិហើយវីដេអូមួយនេះស្ងោរប្រាច់ហើយផ្ញើជូនទៅដល់បងប្រុសហើយនឹងបងស្រីនៅក្រៅប្រទេសមើលបងជួយមើលផងបងរំលឹកអនុស្សាវរីយ៍បងឯងនៅពីក្មេងដើរបេះប្រាច់យកមកស្ងោរឥឡូវបងអូនធ្វើម្ហូបមួយមុខនេះស្ងោរប្រាច់នេះហូបឲ្យបងមើលថាតើរសជាតិឆ្ងាញ់បែបណាមើលទៅមកទៅដឹងហើយបងណានិយាយលេងទៅបងថ្ងៃមុនវាយមកបានពិសាស្ងោរប្រាច់តែបងប្អូនធ្វើឲ្យឥឡូវថ្ងៃនេះខ្ញុំស្ងោរប្រាច់ទៀតហើយព្រោះនឹកឃើញដល់អនុស្សាវរីយ៍កាលពីក្មេងៗទៅខ្វៀលគោបងអើយដើរបេះប្រាច់តាមអាមាត់ព្រៃតំណាក់តកោនដើរបេះប្រាច់ឲ្យទៅភ្លៀងមួយមេដើមឆ្នាំមកកន្លះខែមួយអាទិត្យឡើងទៅដើរបេះហើយខ្វៀលគោឲ្យដើមព្រៃសាច់ចាំទាំងអស់នៅម្ដុំណាដើមព្រៃដើរចូលរកបេះប្រាច់ដកផ្សិតនិយាយរួមអនុស្សាវរីយ៍រឿងច្រើនណាស់ពីក្មេងហើយស្ងោរបេះប្រាច់មកស្ងោរញ៉ាំហ្នឹងស្ងោរទៅទេអត់មានអីទេមានតែខ្ទឹមហើយនឹងស្ករអស់នឹងអំបិលប៊ីចេងទៅហ្នឹងឯងហើយឆ្ងាញ់ណាស់បងប្អូនឥឡូវអស់នេះបាយមួយចានចាប់ដើមហត់ហើយអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប្អូនស្ងោរប្រាច់ហើយនឹងអញ្ចឹងបងប្អូនបាយមួយចានអស់លីងហើយគឺថាអស់រលីងឆ្ងាញ់ណាស់បងប្អូនបាទអញ្ចឹងបងប្អូនបានឃើញវីដេអូនេះហើយជួយ like ជួយ share បងប្អូនបាទអស់លីងពីចានហ្មងឆ្ងាញ់ណាស់បងប្អូនហើយរសជាតិពិតជាឆ្ងាញ់មែនទែនសម្រាប់ស្ងោរប្រាច់បាទបងប្អូនអត់ដល់ហូបអត់ដឹងទេបាទអរគុណបាយបាយមានដាក់ស្ករដែរដាក់តែអំបិលបន្តិចជេងនោះនេះខាមួយជៀនមួយលីងមួយដាក់ពងទាមួយអត់ដាក់អ្នកសិក្សាញ៉ាំបាយយ៉ាងឆ្ងាញ់សប្រៃលីង